នៅជាឯភ្នំដាច់ស្រយាលមួយមានភូមិតូចមួយឈ្មោះភូមិអូចាស់អ្នកភូមិរស់នៅទីនោះជាច្រើនជំនាន់មកហើយប៉ុន្តែគ្មាននរណាម្នាក់ហ៊ានឡើងភ្នំនៅពេលយប់ឡើយមូលហេតុគឺនៅកណ្ដាលភ្នំមានលអាងបុរាណមួយដែលអ្នកភូមិហៅថាលអាងខ្មោចមនុស្សចាស់ៗនិយាយថាអ្នកណាចូលទៅក្រោយថ្ងៃលិចមិនដែលបានត្រឡប់មកវិញទេថ្ងៃមួយយុវជន5នាក់មកពីទីក្រុងសម្រាប់ធ្វើដំណើរមកថតវីដេអូផ្សងព្រេងដើម្បីបង្ហោះ YouTube ក្រុមនោះមានតារាជាមេក្រុមវិសាលជាអ្នកកាន់កាមេរ៉ាសុភ័ក្រជាអ្នកកំ pl ែងនីតាជាអ្នកស្រាវជ្រាវរិទ្ធជាអ្នកដឹកនាំផ្លូវពួកគេមិនជឿរឿងខ្មោចទេពេលទៅដល់ភូមិអ្នកភូមិទាំងអស់បិទទ្វារផ្ទះលឿនជាងធម្មតាបរិសចំណាស់ម្នាក់ដើរមកប្រាប់ពួកគេថាក្មេងៗបើចង់រស់កុំចូលលអាងនោះតារាសើតាសម័យនេះហើយនៅមានជឿខ្មោចទៀតតាមិននិយាយអ្វីទៀតទេគាត់គ្រាន់តែដកខ្សែកមុនមួយចេញពីកហើយដាក់លើដៃតារាបើឮគេហៅឈ្មោះកុំឆ្លើយពេលម៉ោង5ល្ងាចក្រុមទាំង5ចាប់ផ្ដើមឡើងភ្នំខ្យល់ចាប់ផ្ដើមត្រជាក់ខុសធម្មតាស្លឹកឈើរំញ័រដោយគ្មានខ្យល់សត្វស្លាបទាំងអស់ហោះចេញពីព្រៃរហូតដល់ពួកគេឈរនឹងមុខលអាងមាត់លអាងខ្មៅងងឹតដូចជាមាត់សត្វយក្សដែលកំពុងរង់ចាំលេបមនុស្សវិសាលបើកកាមេរ៉ាសួស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងចូលលអាងដែលគេថាមានខ្មោចលងគាត់មិនដឹងទេថានៅក្នុងអ៊ីក្រង់កាមេរ៉ាមានស្ត្រីម្នាក់សក់វែងឈរពីក្រោយគាត់ប៉ុន្តែពេលងាកទៅក្រោយគ្មាននរណាម្នាក់ឡើយនីតាចាប់ផ្ដើមមានអារម្មណ៍ចម្លែកខ្ញុំដូចជាឮសំឡេងអ្នកណាយំអ្នកផ្សេងទៀតមិនឮអ្វីឡើយពួកគេចូលកាន់តែជ្រៅជញ្ជាំងលអាងពោពេញដោយគំនូរបុរាណមានរូបមនុស្សជាច្រើនគ្មានភ្នែកសុភ័ក្រនិយាយលេងប្រហែលជាវិចិត្រករភ្លេចគូភ្នែកទេភ្លាមនោះមានសំឡេងក្រឹករូបមនុស្សលើជញ្ជាំងបើកភ្នែកពណ៌ក្រហមភ្លឺនៅក្នុងភាពងងឹតសុភ័ក្រស្រែកគ្រប់គ្នាបញ្ចាំងពិលទៅមើលប៉ុន្តែរូបគំនូរនៅដដែលគ្មានអ្វីផ្លាស់ប្ដូរទេខ្ញុំប្រហែលជាមើលច្រឡំគាត់និយាយទោះបីដៃកំពុងញ័រក៏ដោយពេលពួកគេដើរទៅដល់បន្ទប់ធំមួយនៅក្នុងលអាងមានអាសនៈថ្មបុរាណមួយនៅលើនោះមានប្រអប់ឈើចាស់រឹតដើរទៅប៉ះវានីតាស្រែកខាត់កុំបើកប៉ុន្តែយឺតពីលហើយគាត់លើកគំរូប្រអប់ឡើងភ្លាមនោះខ្យល់ត្រជាក់បក់ចេញពីក្នុងប្រអប់ទៀនដែលពួកគេកាន់រលត់ទាំងអស់ភាពងងឹតលីបគ្រប់យ៉ាងក្នុងភាពងងឹតនោះមានសំឡេងស្រីម្នាក់ខ្សឹបចិត្តត្រជាតារាទីបំផុតមានអ្នកមកជំនួសយើងហើយតារាបើកពិលវិញពន្លឺចាំងជុំវិញប៉ុន្តែរឹតបានបាត់ខ្លួនគ្មានស្នាមជើងគ្មានស្នាមឈាមដូចជាមិនធ្លាប់មានគាត់នៅទីនោះមនុស្ស4នាក់នៅសល់ចាប់ផ្ដើមភ័យស្លន់ស្លោពួកគេស្រែកហៅរឹតចម្លើយតែមួយគត់គឺសំឡេងសើចស្ត្រីម្នាក់បន្លឺចេញពីជម្រៅលអាងកាន់តែខ្លាំងកាន់តែជិតហើយនៅពេលតារាបញ្ចាំងពិលទៅមុខគាត់ឃើញស្ត្រីសក់វែងមុខពោពេញដោយឈាមឈួរចម្ងាយតែ3ម៉ែត្រពីពួកគេនាងញញឹមយឺត
មុននឹងរត់សម្ដៅមករកពួកគេក្នុងល្បឿនមិនដូចមនុស្សស្ត្រីសក់វែងដែលពោពេញដោយឈាមស្រែកយ៉ាងគួរឲ្យរន្ធត់មុននឹងរត់សម្ដៅមករកតារាវិសាលសុភ័ក្រនិងនីតារត់តារាស្រែកខ្លាំងៗអ្នកទាំង4រត់ទាំងភ័យស្លន់ស្លោតាមច្រកថ្មតូចចង្អៀតនៅក្នុងល្អាងសំឡេងជើងរបស់ពួកគេបន្លឺកងរំពងលាយឡំជាមួយសំឡេងសើចដ៏ត្រជាក់ឆ្អឹងដែលដេញតាមពីក្រោយវិសាលនៅតែកាន់កាមេរ៉ាថតទុកគ្រប់យ៉ាងទោះបីដៃរបស់គាត់ញ័រខ្លាំងក៏ដោយពេលគាត់មើលអេក្រង់កាមេរ៉ាគាត់ក៏ឈប់ដង្ហើមមួយផ្លេតនៅក្នុងកាមេរ៉ាមានមនុស្សដើរពីក្រោយពួកគេជាង10នាក់ពួកគេទាំងអស់ស្លៀកសម្លៀកបំពាក់ចាស់ៗស្បែកស្លេកសក់រញ៉េរញ៉ៃនិងភ្នែកខ្មៅទូទេប៉ុន្តែពេលវិសាលបង្វិលក្បាលទៅមើលក្រោយគ្មាននរណាម្នាក់ឡើយតារាខ្ញុំមិនលេងសើចទេមានអ្វីនៅក្នុងកាមេរ៉ាតារាដកដង្ហើមញាប់កុំមើលវារត់ចេញសិនពួកគេរត់ជាង10នាទីប៉ុន្តែផ្លូវដែលពួកគេរត់ដូចជាគ្មានទីបញ្ចប់ភ្លាមនោះនីតាក៏ឈប់ដើរមិនត្រឹមត្រូវទេមានអីនាងចង្អុលទៅលើជញ្ជាំងថ្មមានស្នាមក្រហមមួយដែលវិសាលបានគូរទុកពីមុនដើម្បីសម្គាល់ផ្លូវនោះមានន័យថាពួកគេកំពុងដើរជារង្វង់សុភ័ក្រចាប់ផ្ដើមភ័យខ្លាំងយើងជាប់ហើយនៅពេលនោះសំឡេងក្មេងស្រីតូចម្នាក់បន្លឺឡើងពីចុងផ្លូវជួយខ្ញុំផងនីតាភ្ញាក់ផ្អើលមានអ្នករស់ប៉ុន្តែតារានឹកឃើញពាក្យរបស់តាចាស់នៅក្នុងភូមិបើឮគេហៅឈ្មោះកុំឆ្លើយបើឮគេសុំជំនួយកុំទៅតាមគាត់ស្រែកកុំទៅប៉ុន្តែសុភ័ក្រមិនស្ដាប់ទេបើជាមនុស្សពិតវិញយើងមិនអាចទុកគេចោលបានទេគាត់រត់ទៅតាមសំឡេងនោះសុភ័ក្រត្រឡប់មកវិញប៉ុន្តែគាត់បានបាត់ចូលទៅក្នុងភាពងងឹតបន្ទាប់ពីប៉ុន្មានវិនាទីស្ងាត់រួចក៏មានសំឡេងស្រែកដ៏ខ្លាំងមួយជួយផងសំឡេងនោះបន្លឺពេញល្អាងបន្ទាប់មកក៏ស្ងាត់ឈឹងតារាវិសាលនិងនីតារត់ទៅដល់កន្លែងដែលសុភ័ក្របានចូលប៉ុន្តែអ្វីដែលពួកគេឃើញធ្វើឲ្យឈាមនៅក្នុងខ្លួនដូចជាកកនៅលើដីមានតែកាមេរ៉ាតូចរបស់សុភ័ក្រមួយប៉ុណ្ណោះវានៅតែថតវិសាលយកវាមកបើកមើលក្នុងវីដេអូសុភ័ក្រកំពុងដើរតាមក្មេងស្រីម្នាក់ដែលស្លៀករូបពណ៌សក្មេងស្រីនោះដើរចូលក្នុងបន្ទប់ធំមួយពេលសុភ័ក្របញ្ចាំងពិលទៅមុខក្មេងស្រីនោះបែរមកវិញមុខរបស់នាងគ្មានភ្នែកគ្មានច្រមុះគ្មានមាត់តែភ្លាមមាត់ដ៏ធំមួយក៏បែកចេញពីកណ្ដាលមុខហើយលេបក្បាលសុភ័ក្រទាំងមូលវីដេអូលុតភ្លាមនីតាស្រែកយំយើងត្រូវចេញពីទីនេះនៅពេលនោះសំឡេងសើចរបស់សុភ័ក្របន្លឺឡើងពីក្រោយពួកគេអ្នកទាំង3បែរខ្នងយឺតនៅក្នុងភាពងងឹតមានមនុស្សម្នាក់ឈរគឺសុភ័ក្រប៉ុន្តែភ្នែករបស់គាត់ប្រែក្លាយជាពណ៌ខ្មៅទាំងស្រុងមាត់របស់គាត់ញញឹមរហូតដល់ចិត្តដល់ត្រចៀកគាត់និយាយដោយសំឡេងមិនមែនជារបស់មនុស្សអ្នកបន្តគឺអ្នកភ្លាមនោះគាត់រត់សម្ដៅមករកអ្នកទាំង3ក្នុងល្បឿនលឿនមិនគួរឲ្យជឿសុភ័ក្រដែលមើលទៅលេងដូចមនុស្សទៀតហើយរត់សម្ដៅមករកតារាវិសាលនិងនីតាដោយល្បឿនលឿនខុសធម្មតាជើងរបស់គាត់មិនប៉ះដីពេញទេដូចជាអ្វីមួយកំពុងអូសគាត់ឆ្លងកាត់ភាពងងឹតរត់តារាទាញដៃនីតាខណៈវិសាលនៅតែកាន់កាមេរ៉ាជាប់ដៃពួកគេរត់ចូលច្រកថ្មទូចមួយដែលមានខ្យល់ត្រជាក់បក់ចេញមកពេលរត់បានបន្តិចស្រាប់តែច្រកពីក្រោយបាក់រលុំដោយសំឡេងផ្ទុះយ៉ាងខ្លាំងសុភ័ក្របាត់ពីកន្ទុយភ្នែកតើគាត់នៅឯណាវិសាលសួរទាំងដង្ហើមញាប់
តារាមិនទាន់ឆ្លើយផងស្រាប់តែឮសំឡេងខ្សឹបនៅចិត្តត្រចៀកគាត់នៅពីក្រោយអ្នកវិសាលញ័រខ្លួនហើយបែរមើលភ្លាមគ្មាននរណាម្នាក់តែក្នុងអេក្រង់កាមេរ៉ាសុភ័ក្រឈូជាប់ក្នុងវិសាលពេលវិសាលស្រែកហើយទម្លាក់កាមេរ៉ាចុះទៅដីរូបនោះក៏បាត់ទៅវិញបន្ទាប់ពីដើរបន្តអស់ជាច្រើននាទីពួកគេក៏ទៅដល់បន្ទប់ថ្មដ៏ធំមួយនៅកណ្ដាលបន្ទប់មានរូបសំណាកថ្មមនុស្សស្រីមួយឈរអោបក្មេងតូចម្នាក់ក្រោមរូបសំណាកមានអក្សរបុរាណឆ្លាក់លើថ្មនីតាជូតធូលីចេញហើយអានយឺតនីតាជូតធូលីចេញហើយអានយឺតអ្នកណាបើកត្រាលអាងត្រូវបង់ជីវិត5នាក់ទើបទ្វារពិភពអ្នកស្លាប់បិទវិញអ្នកទាំង3សម្លឹងមុខគ្នា5នាក់តារាចាប់ផ្ដើមរាប់យើងមាន5នាក់រត់បាត់សុភ័ក្រក៏បាត់នៅសល់តែយើង3នាក់នីតាស្លេកមុខមានន័យថាវាមិនទាន់គ្រប់ទេភ្លាមនោះសំឡេងក្មេងជាច្រើនចាប់ផ្ដើមសើចជុំវិញបន្ទប់ហ៊ីពន្លឺពិលចាប់ផ្ដើមផ្លាក់រូបសំណាកថ្មយឺតបង្វិលក្បាលមករកពួកគេភ្នែកថ្មទាំងពីរប្រែក្លាយជាពណ៌ក្រហមនីតាស្រែកវារស់រូបសំណាកលើកដៃយឺតដីទាំងមូលចាប់ផ្ដើមញ័រពីក្រោមដីមានដៃខ្មៅរាប់សិបលូតចេញមកចាប់កជើងវិសាលជួយខ្ញុំផងតារាទាញគាត់អស់កម្លាំងប៉ុន្តែដៃទាំងនោះកាន់តែច្រើនឡើងនីតាប្រទះឃើញខ្សែកមនដែលតាចាស់បានឲ្យតារានាងស្រែកបោះវាទៅតារាទាញខ្សែកចេញហើយបោះទៅលើដៃខ្មៅភ្លាមនោះសំឡេងស្រែកដ៏គួរឲ្យខ្លាចបន្លឺពេញល្អាងដៃទាំងអស់ដកចូលដីវិញភ្លាមវិសាលត្រូវបានសង្គ្រោះប៉ុន្តែខ្សែមុនក៏បែកខ្ទេចតារាកាន់បំណែកខ្សែក្នុងដៃគាត់ដឹងថាអ្វីដែលការពារពួកគេបានបាត់បង់ហើយភ្លាមនោះសំឡេងស្ត្រីម្នាក់បន្លឺពីភាពងងឹតឥឡូវនេះគ្មានអ្វីអាចការពារអ្នកបានទៀតទេពន្លឺពិលរលត់ទាំងស្រុងភាពងងឹតលេបត្របាក់គ្រប់យ៉ាងនៅក្នុងភាពងងឹតនោះតារាមានអារម្មណ៍ថាមានដៃត្រជាក់មួយកំពុងប៉ះលើស្មារបស់គាត់បែរមុខយឺតហើយអ្វីដែលគាត់បានឃើញធ្វើឲ្យគាត់ស្រែកអស់សំឡេងភាពងងឹតបានគ្របដណ្ដប់ពេញល្អាងគ្មានសំឡេងអ្វីទាំងអស់លើកលែងតែដង្ហើមញាប់របស់តារាវិសាលនិងនីតាតារាមានអារម្មណ៍ថាដៃត្រជាក់មួយកំពុងសង្កត់លើស្មារបស់គាត់ប្រមូលកម្លាំងបើកពិលដែលនៅសល់ក្នុងដៃភ្លឺពន្លឺពិលបាញ់ចំមុខស្ត្រីម្នាក់មុខរបស់នាងគ្មានភ្នែកគ្មានច្រមុះមានតែស្បែកសស្លេករលោងដូចជាមុខដែលត្រូវគេលុបចោលប៉ុន្តែបន្ទាប់ពី 2-3 វិនាទីស្នាមបែកមួយក៏លេចឡើងពីកណ្ដាលមុខស្នាមនោះរីកធំឡើងរហូតคล้ายជាមាត់ដ៏ធំមួយពោពេញដោយធ្មេញមុតស្រួចរាប់រយនាងសើចអ្នកណាមើលមុខខ្ញុំអ្នកនោះត្រូវនៅជាមួយខ្ញុំជារៀងរហូតតារាស្រែកហើយរុននាងចេញប៉ុន្តែដៃរបស់គាត់ឆ្លងកាត់ខ្លួននាងដូចជាចាប់ខ្យល់រត់ទៅវិសាលទាញតារានិងនីតារត់ចេញពីបន្ទប់នោះពីក្រោយពួកគេ
មានសម្លេងជើងរាប់សិបអ្នករត់ដេញតាមពេលងាកមើលមិនមែនមានតែស្ត្រីមុខគ្មានភ្នែកម្នាក់ទេមានមនុស្សស្លាប់ជាច្រើនទាំងប្រុសទាំងស្រីទាំងក្មេងដើរយឺតចេញពីជញ្ជាំងថ្មខ្លះគ្មានក្បាលខ្លះដៃជើងបាក់ខ្លះអូសពុះវៀនលើដីទាំងអស់គ្នានិយាយពាក្យដូចគ្នានៅជាមួយពួកយើងកុំចេញទៅបន្ទាប់ពីរត់អស់ជាច្រើននាទីពួកគេបានទៅដល់បន្ទប់មួយដែលមិនធ្លាប់ឃើញពីមុននៅកណ្ដាលបន្ទប់មានអណ្ដូងថ្មបុរាណមួយទឹកនៅក្នុងអណ្ដូងខ្មៅដូចទឹកខ្មៅនីតាមើលចុះទៅក្នុងទឹកនាងឃើញមុខរបស់ខ្លួនឯងប៉ុន្តែរូបនៅក្នុងទឹកមិនធ្វើចលនាដូចនាងទេរូបនោះកំពុងញញឹមនីតាថយក្រោយទាំងភ័យភ្លាមនោះដៃស្លេកមួយលូតចេញពីក្នុងអណ្ដូងចាប់កាត់ដៃនាងជួយខ្ញុំតារានិងវិសាលប្រញាប់ទាញនីតាវិញប៉ុន្តែដៃនោះខ្លាំងណាស់ទឹកក្នុងអណ្ដូងចាប់ផ្ដើមពុះឡើងសាកសពជាច្រើនលិចចេញពីក្នុងទឹកពួកវាលូតដៃចាប់ជើងអ្នកទាំង3តារាប្រទះឃើញដុំថ្មមានអក្សរបុរាណគាត់លើកវាបោកចូលអណ្ដូងភ្លាមនោះសំឡេងស្រែកដ៏គួរឲ្យរន្ធត់បន្លឺពេញល្អាងដៃទាំងអស់លែងនីតាទឹកក៏ស្ងប់វិញអ្នកទាំង3អង្គុយដកដង្ហើមវិសាលយកកាមេរ៉ាមកពិនិត្យវីដេអូនៅតែថតគាត់រំកិលមើលវីដេអូដែលទើបថតបានតារានិងនីតាអង្គុយក្បែរគាត់ប៉ុន្តែអ្វីដែលពួកគេឃើញធ្វើឲ្យឈាមក្នុងខ្លួនដូចជាកប់នៅក្នុងវីដេអូពួកគេឃើញតែតារានិងវិសាលប៉ុណ្ណោះនីតាមិនមាននៅក្នុងវីដេអូទេតារាសម្លឹងមុខនីតាអ្នកនាងសួរទាំងភ័យមានអីវិសាលនិយាយដោយសំឡេងញ័រកាមេរ៉ាថតអ្នកមិនជាប់នីតាស្លីកមុខភ្លាមមុននាងនិយាយអ្វីសំឡេងស្ត្រីម្នាក់បន្លឺចេញពីក្នុងអណ្ដូងនាងមិនមែនជាមនុស្សទៀតទេពេលតារានិងវិសាលបែរមកមើលនីតាវិញនាងបានបាត់ខ្លួនដោយគ្មានស្នាមសល់តែសំឡេងសើចដ៏ត្រជាក់បន្លឺចេញពីភាពងងឹតសំឡេងសើចដ៏សែនត្រជាក់បន្លឺពេញល្អាងតារានិងវិសាលឈរស្ងៀមមិនហ៊ានសូម្បីតែដកដង្ហើមខ្លាំងកន្លែងដែលនីតាឈរមុននេះនៅសល់តែពិលមួយដើមធ្លាក់លើដីនីតាតារាស្រែកហៅម្ដងហើយម្ដងទៀតតែគ្មានអ្នកណាឆ្លើយតបភ្លាមនោះសំឡេងរបស់នីតាលាន់មកពីចុងផ្លូវតារាវិសាលជួយខ្ញុំផងវិសាលបំរុងរត់ទៅប៉ុន្តែតារាចាប់ដៃគាត់ជាប់ឈប់សិនតាចាស់បានប្រាប់ហើយកុំជឿសំឡេងដែលហៅយើងសំឡេងនោះលាន់ម្ដងទៀតខ្ញុំនៅទីនេះខ្ញុំខ្លាចណាស់វិសាលបិទភ្នែកមួយភ្លែតបើជានាងពិតមែនវិញតារាស្ទាក់ស្ទើរបើមិនទៅនីតាអាចនឹងស្លាប់បើទៅពួកគេអាចធ្លាក់ក្នុងអន្ទាក់ចុងក្រោយតារាសម្រេចថាយើងទៅតែត្រូវប្រុងប្រយ័ត្នអ្នកទាំងពីរដើរតាមសំឡេងផ្លូវកាន់តែតូចនិងត្រជាក់នៅលើជញ្ជាំងថ្មមានស្នាមក្រញ៉ាំដូចជាមនុស្សព្យាយាមកុសចេញពីខាងក្នុងវិសាលបញ្ចាំងពិលទៅមុខ
នៅចុងផ្លូវមានទ្វារឈើចាស់មួយសំឡេងនីតាលាន់ចេញពីខាងក្នុងបើកទ្វារខ្ញុំជាប់នៅទីនេះតារាដកដង្ហើមជ្រៅជ្រៅគាត់បើកទ្វារយឺតយឺតក្រាក់ក្នុងបន្ទប់នីតាអង្គុយយំកណ្ដាលបន្ទប់បៃជាប់ខ្សែសង្វាក់ដែកតារានាងរត់មកអោបគាត់ភ្លាមវិសាលដកដង្ហើមធូរស្រាលសំណាងហើយប៉ុន្តែតារាមានអារម្មណ៍ចម្លែកនីតាដែលអោបគាត់ត្រជាក់ខ្លាំងដូចតកកភ្លាមនោះកាមេរ៉ារបស់វិសាលបញ្ចេញសំឡេងពីបគាត់មើលអេក្រង់ក្នុងកាមេរ៉ាតារាកំពុងឈូអោបសាកសពស្ត្រីសក់វែងម្នាក់មុខរលួយពេញដោយដង្កូវតារាវិសាលស្រែកតារារុញនីតាចេញភ្លាមតែអ្វីដែលគាត់ឃើញមិនមែននីតាទេស្ត្រីសក់វែងញញឹមបញ្ចេញធ្មេញខ្មៅភ្នែកទាំងពីររបស់នាងហូរឈាមមកជាបន្តបន្ទាប់ខ្ញុំនឹកអ្នកនាងស្រែកហើយលោតសម្ដៅមកតារានិងវិសាលរត់ចេញពីបន្ទប់ទាំងភ័យស្លន់ស្លោទ្វារបិទគប់ដល់ខ្លួនឯងសំឡេងគោះទ្វារនិងសំឡេងសើចបន្លឺពីខាងក្នុងអ្នកទាំងពីររត់រហូតដល់ទៅដល់សាលាថ្មដ៏ធំមួយនៅកណ្ដាលសាលាមានក្រុមឆ្អឹងមនុស្សរាប់រយខ្លះនៅសល់ខ្សែកកាបូបនិងស្បែកជើងដូចជាអ្នកដែលបានចូលលអាងកាលពីអតីតកាលតារាបញ្ចាំងពិលជុំវិញស្រាប់តែគាត់ប្រទះឃើញកាបូបរបស់រិទ្ធវិសាលរើសវាឡើងនៅក្នុងកាបូបមានសៀវភៅកត់ត្រាតូចមួយទំព័រចុងក្រោយសរសេរដោយដៃញ័របើអ្នកកំពុងអានសៀវភៅនេះមានន័យថាខ្ញុំបានស្លាប់ហើយខ្មោចក្នុងលអាងមិនសម្លាប់យើងភ្លាមទេវាធ្វើឲ្យយើងសម្លាប់គ្នាឯងតារានិងវិសាលមើលមុខគ្នាភ្លាមមិនទាន់ទាំងយល់អត្ថន័យផងវិសាលស្រាប់តែមានអារម្មណ៍ឈឺក្បាលខ្លាំងសំឡេងមួយខ្សឹបក្នុងត្រចៀកគាត់តារាគឺជាមូលហេតុដែលអ្នកទាំងអស់គ្នាត្រូវស្លាប់វិសាលសម្លឹងទៅតារាភ្នែករបស់គាត់ចាប់ផ្ដើមប្រែក្លាយជាពណ៌ខ្មៅបន្តិចម្ដងមួយដងដៃរបស់គាត់ចាប់កាន់កាំបិតបោះជំរំយ៉ាងតឹងតារាមិនទាន់ដឹងថាមិត្តដែលនៅសល់ចុងក្រោយកំពុងត្រូវអំណាចអាចកំបាំងគ្រប់គ្រងហើយពន្លឺពិលរបស់តារាឆ្លុះទៅលើមុខវិសាលភ្នែករបស់វិសាលប្រែជាខ្មៅកាន់តែច្បាស់សរសៃឈាមនៅលើក្ររបស់គាត់ផុសឡើងហើយដៃស្ដាំកាន់កាំបិតជំរុំយ៉ាងតឹងតារាថយក្រោយមួយជំហានវិសាលអ្នកមិនអីទេឬវិសាលមិនឆ្លើយគាត់គ្រាន់តែសម្លឹងតារាដោយស្នាមញញឹមដ៏ចម្លែកភ្លាមនោះសំឡេងខ្សឹបមួយលាន់ពេញសាលាថ្មសម្រាប់គាត់ទើបអ្នកអាចរស់វិសាលចាប់ក្បាលរបស់ខ្លួនជប់និយាយប៉ុន្តែសំឡេងនោះកាន់តែខ្លាំងឡើងតារាជាអ្នកបាក់ប្រអប់តារាជាអ្នកដាស់ពួកយើងភ្លាមវិសាលស្រែកមួយទំហឹងហើយរត់សម្ដៅមករកតារាឆ្វាក់កាំបិតកាត់ខ្យល់យ៉ាងលឿនតារាគេចបានមួយប្រព្រឹត្តភ្នែកផ្លែកាំបិតបុកចូលជញ្ជាំងថ្មបង្កើតផ្កាភ្លើងវិសាលភ្ញាក់ខ្លួនឡើងនេះមិនមែនជាអ្នកទេតែវិសាលហាក់ដូចជាមិនលឺគាត់វាយប្រហារម្ដងទៀតម្ដងហើយម្ដងទៀតតារារត់គេចតាមច្រកថ្មទូចសំឡេងសើចរបស់ខ្មោចបន្លឺឡើងពេញលអាងដូចជាពួកវាកំពុងសប្បាយចិត្តដែលឃើញមិត្តសម្លាប់មិត្ត
ពេលរត់ដល់បន្ទប់មួយតារាស្រាប់តែជន់អ្វីមួយគាត់បញ្ចាំងពើចុះក្រោមវាជាខ្សែកមុនមួយទៀតខ្សែនេះចាស់ខ្លាំងហើយមានគ្រាប់ព្រះពុទ្ធតូចមួយព្យួរនៅកណ្ដាលតារាមិនទាន់យល់ថាវាជាអ្វីផងវិសាលក៏រត់មកដល់គាត់លើកកាំបិតឡើងខ្ពស់ស្លាប់ទៅតារាលើកខ្សែកមុនឡើងដោយស្វ័យប្រវត្តិភ្លាមនោះពន្លឺពណ៌មាសភ្លឺចេញពីខ្សែកប្រាំងវិសាលត្រូវពន្លឺនោះប៉ើងទៅបុកជញ្ជាំងគាត់ស្រែកយ៉ាងឈឺចាប់ផ្សែងខ្មៅចាប់ផ្ដើមហុយចេញពីខ្លួនគាត់សំឡេងស្រីម្នាក់ស្រែកពីក្នុងខ្លួនវិសាលគាត់ជារបស់ខ្ញុំមួយសន្ទុះក្រោយមកវិសាលដួលសន្លប់ភ្នែករបស់គាត់ត្រឡប់មកធម្មតាវិញតារាវិសាលនិយាយទាំងដង្ហើមខ្សោយខ្ញុំបានឃើញអ្វីមួយឃើញអីវិសាលញ័រខ្លួនមិនមែនមានខ្មោចតែមួយទេមានស្ត្រីម្នាក់ស្លៀកសម្លៀកបំពាក់បុរាណគាត់កំពុងចងមនុស្សជាច្រើនយកទៅបូជាហើយខ្ញុំបានឃើញក្មេងស្រីតូចម្នាក់គាត់យំហើយត្រូវគេទម្លាក់ចូលក្នុងរូងជ្រៅនីតាធ្លាប់និយាយថាល្អាងនេះមានប្រវត្តិបុរាណឥឡូវនេះតារាចាប់ផ្ដើមយល់ថាខ្មោចដែលលងពួកគេប្រហែលមិនមែនជាខ្មោចធម្មតាទេវាជាប្រលឹងនៃអ្នកដែលត្រូវគេបូជាកាលពីរាប់រយឆ្នាំមុនភ្លាមនោះសំឡេងស្គរបុរាណបន្លឺឡើងពីជម្រៅល្អាងធំដីចាប់ផ្ដើមញ័រជញ្ជាំងថ្មបែកបន្តិចពីក្រោយផ្សែងធូលីទ្វារថ្មដ៏ធំមួយបើកឡើងយឺតនៅលើទ្វារមានអក្សរបុរាណមួយឃ្លាអ្នកដែលបើកទ្វារនេះនឹងបានជួបម្ចាស់ល្អាងតារានិងវិសាលសម្លឹងមុខគ្នាពួកគេដឹងថាអ្វីដែលកំពុងរងចាំនៅខាងក្នុងគឺជាប្រភពនៃសេចក្តីភ័យរន្ធត់ទាំងអស់ហើយនៅពេលទ្វារបើកចំហទាំងស្រុងស្រមោលដ៏ធំមួយក៏បោះជំហានចេញមកយឺតភ្នែកទាំងពីររបស់វាភ្លឺក្រហមដូចភ្លើងទ្វារថ្មបុរាណបើកឡើងយឺតក្រឺសំឡេងកិនរបស់ថ្មបន្លឺពេញល្អាងរហូតដល់ដីទាំងមូលញ័រតារានិងវិសាលកាន់ពិលយ៉ាងតឹងបេះដូងរបស់ពួកគេលូតញាប់មិនហ៊ានសូម្បីតែដកដង្ហើមខ្លាំងចេញពីភាពងងឹតមានស្រមោលមួយដើរមកយឺតវាមានកម្ពស់ជាង2ម៉ែត្រស្លៀកសម្លៀកបំពាក់បុរាណពណ៌ខ្មៅរហែកសក់ស្កូវវែងឧសដីពេលពន្លឺពិលបាញ់ចំមុខតារាដកដង្ហើមមិនរួចមុខរបស់វាជាមុខដែលផ្សំឡើងពីមុខមនុស្សរាប់សិបមុខខ្លះយំមុខខ្លះសើចមុខខ្លះស្រែកដោយការឈឺចាប់សំឡេងទាំងអស់បញ្ចូលគ្នាជាសំឡេងតែមួយពួកយើងរងចាំអ្នកជាង300ឆ្នាំហើយវិសាលថយក្រោយទាំងញោមវាជាអ្វីភ្លាមនោះសំឡេងបុរសចំណាស់ម្នាក់លាន់ឡើងពីខាងក្រោយកុំមើលភ្នែកវាតារានិងវិសាលបែកខ្នងមានបុរសចំណាស់ម្នាក់ស្លៀកអាវពណ៌សកាន់ចង្កៀងប្រេងឈរគាត់និយាយដោយសំឡេងស្ងប់ស្ងាត់ខ្ញុំជាអ្នកថែរក្សាល្អាងនេះតារាភ្ញាក់ផ្អើលលោកនៅរស់បុរសចំណាស់ញញឹមស្រាលខ្ញុំបានស្លាប់តាំងពី30ឆ្នាំមុនហើយពាក្យនោះធ្វើឲ្យអ្នកទាំងពីរស្លេកមុខបុរសចំណាស់ចង្អុលទៅសត្វអាតកំបាំងនោះ
វាមិនមែនជាខ្មោចតែមួយទេវាគឺជាព្រលឹងរាប់រយដែលត្រូវគេបូជានៅទីនេះពួកវាបានរួមបញ្ចូលគ្នាคล้ายជាម្ចាស់ល្អាងតារាសួរហេតុអីវាចង់សម្លាប់យើងបុរសចំណាស់ដកដង្ហើមធ្ងន់ព្រោះអ្នកបានបើកត្រាដែលបិទវាបើមិនបិទត្រាវិញមិនត្រឹមតែអ្នកទេពិភពខាងក្រៅក៏នឹងពោពេញដោយខ្មោចដែរភ្លាមនោះម្ចាស់ល្អាងលើកដៃឡើងផ្សែងខ្មៅព័ទ្ធជុំវិញបន្ទប់ក្នុងផ្សែងនោះតារាបានឃើញឪពុកម្ដាយរបស់គាត់ពួកគេញញឹមហើយហៅគាត់តារាមកជាមួយពួកយើងតារាស្ទើរតែដើរទៅតែបុរសចំណាស់ស្រែកកុំជឿវាជាការបោកបញ្ឆោតតារាភ្ញាក់ខ្លួនវិញរូបភាពទាំងអស់ប្រែคล้ายជាសាកសពរលួយម្ចាស់ល្អាងខឹងយ៉ាងខ្លាំងវាស្រែកមួយទំហឹងសំឡេងនោះធ្វើឲ្យថ្មលើពីដានធ្លាក់ចុះតារានិងវិសាលរត់គេចអស់ទំហឹងប៉ុន្តែបុរសចំណាស់មិនរត់ទេគាត់ឈរនៅមុខម្ចាស់ល្អាងគាត់លើកចង្គៀងប្រេងឡើងខ្ពស់ខ្ញុំបានការពារកន្លែងនេះអស់30ឆ្នាំថ្ងៃនេះដល់ពេលបញ្ចប់ហើយគាត់បោះចង្គៀងទៅលើដីផាំងអណ្ដាតភ្លើងពណ៌ខៀវឆាបឆេះពេញបន្ទប់ម្ចាស់ល្អាងស្រែកដោយការឈឺចាប់តែភ្លើងនោះឆេះលើខ្លួនបុរសចំណាស់ដែរមុនពេលរូបកាយរបស់គាត់រលាយទៅជាពន្លឺគាត់ស្រែកទៅកាន់តារាស្វែងរកក្មេងស្រីដែលត្រូវគេបូជាមានតែនាងទេដែលអាចបញ្ចប់បណ្ដាសានេះនិយាយចប់រូបគាត់ក៏បាត់ទៅភ្លើងពណ៌ខៀវរលត់វិញម្ចាស់ល្អាងមិនទាន់រលាយទេផ្ទុយទៅវិញវាកាន់តែធំជាងមុនមុខរាប់សិបនៅលើខ្លួនវាបើកភ្នែកពណ៌ក្រហមទាំងអស់ក្នុងពេលតែមួយវាសម្លឹងមកតារាហើយនិយាយដោយសំឡេងធ្ងន់ក្មេងស្រីនោះមិនទាន់ស្លាប់ទេនាងកំពុងនៅជាមួយអ្នកតារានិងវិសាលមើលមុខគ្នាដោយភាពងឿងឆ្ងល់តើម្ចាស់ល្អាងចង់មានន័យអ្វីនៅពេលនោះពីចុងផ្លូវងងឹតសំឡេងរបស់នីតាក៏លាន់ឡើងម្ដងទៀតតារាខ្ញុំនៅទីនេះសំឡេងរបស់នីតាបន្លឺចេញពីច្រកថ្មដ៏ងងឹតតារាវិសាលតារានិងវិសាលសម្លឹងមុខគ្នាបេះដូងរបស់អ្នកទាំងពីរលូតញាប់មុននេះពួកគេបានឃើញនីតាបាត់ខ្លួនដោយគ្មានដានហើយក៏ត្រូវខ្មោចបន្លំជាច្រើនដងតារានឹកឃើញពាក្យរបស់បុរសចំណាស់កុំជឿអ្វីដែលអ្នកឃើញកុំជឿអ្វីដែលអ្នកឮវិសាលខ្សឹបសួរតើយើងគួរទៅទេតារាស្ងៀមមួយសន្ទុះមុននឹងឆ្លើយបើយើងមិនទៅយើងក៏មិនដឹងការពិតដែរអ្នកទាំងពីរដើរតាមសំឡេងច្រកថ្មកាន់តែទូចខ្យល់ត្រជាក់ដួលទឹកកកបក់មកពីខាងក្នុងពេលទៅដល់ចុងផ្លូវពួកគេឃើញបន្ទប់មួយដែលពូពេញដោយទៀនរាប់រយដើមនៅកណ្ដាលបន្ទប់នីតាកំពុងអង្គុយលុតជង្គង់នាងយំស្ងាត់ស្ងាត់នីតាតារាហៅដោយប្រុងប្រយ័ត្ននាងងើបមុខឡើងយឺតយឺតភ្នែករបស់នាងក្រហមដោយសារយំខ្ញុំគិតថាខ្ញុំនឹងមិនបានជួបអ្នកទៀតទេតារាមិនហ៊ានចូលចិត្តគាត់យកកាមេរ៉ាពីវិសាលហើយបញ្ចាំងទៅរកនីតាលើកនេះនីតាបង្ហាញក្នុងកាមេរ៉ាវិសាលដកដង្ហើមធូរស្រាលលើកនេះនាងមានរូបក្នុងកាមេរ៉ានីតាសួរដោយងឿងឆ្ងល់ហេតុអីអ្នកទាំងពីរមើលខ្ញុំបែបនេះ
តារាប្រាប់នាងអំពីអ្វីៗដែលបានកើតឡើងនីតាស្ដាប់ដោយស្ងៀមស្ងាត់បន្ទាប់មកនាងនិយាយអ្វីមួយដែលធ្វើឲ្យអ្នកទាំងពីរស្លុតចិត្តខ្ញុំបានឃើញអតីតកាលរបស់លាអាងនេះនីតាចាប់ផ្ដើមរៀបរាប់ជាង300ឆ្នាំមុននៅជើងភ្នំនេះមាននគរតូចមួយកំពុងជួបគ្រោះរាំងស្ងួតនិងជំងឺរាតត្បាតស្ដេចបានជឿពាក្យគ្រូអាគមម្នាក់ដែលនិយាយថាបើបូជាក្មេងស្រីដែលមានបេះដូងបរិសុទ្ធព្រះវិញ្ញាណភ្នំនឹងការពារនគរពួកគេបានចាប់ក្មេងស្រីអាយុ12ឆ្នាំម្នាក់ឈ្មោះមីលានាងត្រូវចងដៃជើងហើយទម្លាក់ចូលក្នុងរូងនេះទាំងនៅរស់វិសាលក្តាប់ដៃយ៉ាងតឹងសាហាវពេកនីតាបន្តតែការបូជាមិនបានបញ្ចប់ត្រឹមមីលាទេបន្ទាប់ពីនោះមនុស្សរាប់រយនាក់ទៀតត្រូវបានសម្លាប់ដើម្បីលាក់ការពិតប្រលឹងទាំងអស់រួមបញ្ចូលគ្នាคล้ายជាម្ចាស់លាអាងភ្លាមនោះទៀនទាំងអស់ក្នុងបន្ទប់រលត់ផុសភាពងងឹតគ្រប់ដណ្ដប់ម្ដងទៀតសំឡេងក្មេងស្រីតូចម្នាក់បន្លឺពីជ្រុងបន្ទប់បងជួយខ្ញុំផងតារាបញ្ចាំងពិលទៅទីនោះគាត់ឃើញក្មេងស្រីអាយុប្រហែល12ឆ្នាំស្លៀកសម្លៀកបំពាក់បុរាណពណ៌សមុខរបស់នាងស្លេកស្លាំងប៉ុន្តែមិនគួរឲ្យខ្លាចឡើយនាងកំពុងយំខ្ញុំគឺមាលាខ្ញុំមិនដែលចង់សម្លាប់អ្នកណាទេតែម្ចាស់លាអាងមិនអនុញ្ញាតឲ្យខ្ញុំចាក់ចេញនាងលើកដៃចង្អុលទៅជម្រៅលាអាងនៅទីនោះមានបេះដូងរបស់វាបើបំផ្លាញវាព្រលឹងទាំងអស់នឹងបានរំដោះដំដើរមិនទាន់និយាយចប់ផងសំឡេងក្រហមដ៏ខ្លាំងមួយបន្លឺពីខាងក្រោយដីចាប់ផ្ដើមបែកជញ្ជាំងថ្មរញ្ជួយម្ចាស់លាអាងបានមកដល់លើកនេះវាមិននៅម្នាក់ឯងទេពីក្រោយវាមានប្រលឹងរាប់រយកំពុងដើរតាមដូចជាកងទ័ពអ្នកស្លាប់ម្ចាស់លាអាងស្រែកដោយកំហឹងមាលាអ្នកហ៊ានក្បត់យើងមាលាថយក្រោយទាំងភ័យនាងសម្លឹងមកតារាហើយនិយាយទាំងទឹកភ្នែកសូមកុំឲ្យវាចាប់ខ្ញុំវិញសូមជួយរំដោះពួកយើងម្ចាស់លាអាងលើកដៃឡើងផ្សែងខ្មៅដ៏ធំមួយសម្រុកមករកអ្នកទាំងពីរក្នុងល្បឿនដូចព្យុះផ្សែងខ្មៅដ៏ធំសម្រុកមករកតារាវិសាលនីតានិងមាលាវូខ្យល់បក់យ៉ាងខ្លាំងរហូតពិលស្ទើរតែរលត់តារាស្រែករត់តាមមាលាក្មេងស្រីតូចរត់នាំផ្លូវចូលទៅក្នុងច្រកថ្មតូចមួយដែលស្ទើរតែមើលមិនឃើញភ្លាមនោះផ្ទាំងថ្មដ៏ធំមួយបានធ្លាក់បិទច្រកពីក្រោយប្រាំងសំឡេងក្រហមរបស់ម្ចាស់លាអាងបន្លឺពីម្ខាងទៀតនៃជញ្ជាំងថ្មអ្នកមិនអាចគេចផុតពីខ្ញុំបានទេទ្រីត្រេនៅក្នុងច្រកថ្មនោះស្ងាត់ខ្លាំងណាស់មានតែសំឡេងដំណក់ទឹកធ្លាក់មាលាដើរទៅមុខដោយក្បាលអោននាងនិយាយដោយសំឡេងសោកសៅខ្ញុំត្រូវគេចាប់មកបូជានៅទីនេះប៉ុន្តែពេលខ្ញុំស្លាប់មិនមែនខ្ញុំទេដែលក្លាយជាអំពើអាក្រក់វាគឺជាគ្រូអាគមដែលបានប្រើប្រលឹងអ្នកស្លាប់ទាំងអស់បង្កើតបណ្ដាសានេះនីតាសួរចុះគ្រូអាគមនោះនៅឯណាមាលាបែរមកមើលនាងភ្នែករបស់នាងពោពេញដោយទឹកភ្នែកគាត់គឺជាម្ចាស់លាអាងអ្នកទាំង3ស្លុតចិត្តមានន័យថាសត្វអាតកំបាំងដែលដេញតាមពួកគេមិនមែនកើតពីប្រលឹងអ្នកស្លាប់ទេវាជាប្រលឹងរបស់គ្រូអាគមដែលលេបយកប្រលឹងអ្នកដទៃដើម្បីឲ្យខ្លួនមានអំណាចមួយសន្ទុះក្រោយពួកគេក៏ទៅដល់ទ្វារថ្មមួយលើទ្វារមានសញ្ញាចម្លែករាប់សិបមាលាដាក់ដៃលើទ្វារ
ទ្វារបើកយឺតអ្វីដែលនៅខាងក្នុងធ្វើឲ្យអ្នកទាំងអស់គ្នាឈប់ដង្ហើមវាជាបន្ទប់មូលដ៏ធំមួយនៅកណ្ដាលមានដើមឈើខ្មៅមួយដើមប៉ុន្តែនៅលើដើមឈើមិនមែនមានផ្លែឈើទេមានបេះដូងមនុស្សដ៏ធំមួយកំពុងព្យួរវានៅតែលោតថុករាល់ពេលបេះដូងលោតដីទាំងមូលក៏ញ័រតាមមេលានិយាយទាំងញ័រនេះហើយបេះដូងនៃបណ្ដាសាតារាដើរជួរទៅជិតគាត់សង្កេតឃើញថាបេះដូងនោះត្រូវបានចងដោយខ្សែសង្វាក់5ខ្សែនីមួយបញ្ចេញពន្លឺខ្មៅនីតាមើលជុំវិញនៅជើងដើមឈើមានអក្សរបុរាណមួយឃ្លានាងអានយឺតអ្នកដែលបំផ្លាញបេះដូងត្រូវបង់ជីវិតជំនួសវិសាលសួរដោយសំឡេងតានតឹងមានន័យថាមីលៀងងក់ក្បាលបើបេះដូងនេះរលាយមនុស្សម្នាក់ត្រូវស្លាប់ជំនួសបណ្ដាសាបន្ទប់ទាំងមូលស្ងាត់គ្មានអ្នកណានិយាយអ្វីឡើយតារាមើលទៅវិសាលនិងនីតាគាត់ដឹងថាបើគ្មានអ្នកណាលះបង់ទេបណ្ដាសានឹងមិនបញ្ចប់ភ្លាមនោះសំឡេងក្រហមដ៏ខ្លាំងបន្លឺពីក្រោយទ្វារបាំងទ្វារថ្មចាប់ផ្ដើមប្រេះបាំងស្នាមប្រេះកាន់តែធំបាំងទ្វារបែកខ្ទេចម្ចាស់ល្អាងដើរចូលមកយឺតលើកនេះរូបរាងរបស់វាធំជាងមុនប្រលឹងរាប់រយនៅលើខ្លួនវាស្រែកយ៉ាងឈឺចាប់វាសម្លឹងទៅមាលាអ្នកគឺជារបស់ខ្ញុំបន្ទាប់មកវាបែរមកតារាហើយអ្នកនឹងคล้ายជាប្រលឹងទី1000របស់ខ្ញុំវាលើកដៃឡើងខ្សែសង្វាក់ខ្មៅរាប់រយខ្ទុះចេញពីដីសម្រុកមកចាប់អ្នកទាំង3តារាចាប់កំបិតជំរុំយ៉ាងតឹងគាត់ដឹងថាការប្រយុទ្ធចុងក្រោយបានចាប់ផ្ដើមហើយខ្សែសង្វាក់ខ្មៅរាប់រយខ្សែផ្ទុះចេញពីដីដូចពស់យក្សឆ្វាក់តារាវិសាលនិងនីតាព្យាយាមរត់គេចមីលាស្រែកទាំងភ័យខ្លាចបំផ្លាញបេះដូងអីលើនេះបើមិនដូច្នោះទេវានឹងលេបប្រលឹងអ្នកទាំងអស់គ្នាម្ចាស់ល្អាងសើចយ៉ាងគួរឲ្យរន្ធត់អ្នកណានឹងហ៊ានលះបង់ជីវិតមនុស្សគ្រប់គ្នាស្រឡាញ់តែខ្លួនឯងការសម្រេចចិត្តតារាសម្លឹងទៅកាន់បេះដូងខ្មៅដែលកំពុងលោតថុកគាត់នឹកឃើញមិត្តរបស់គាត់រិទ្ធសុភ័ក្រអ្នកភូមិដែលរស់នៅក្រោមការភ័យខ្លាចអស់ជាច្រើនចំនួនគាត់ដកដង្ហើមជ្រៅហើយញញឹមស្រាលវិសាលនាំនីតាចេញទៅវិសាលស្រែកភ្លាមទេយើងត្រូវចេញទៅជាមួយគ្នាតារាគ្រោះវីក្បាលបើគ្មានអ្នកណាស្លាប់គ្មានអ្នកណារស់ទេនីតាយងត្រូវតែមានវិធីផ្សេងមីឡាបិទភ្នែកខ្ញុំបានស្វែងរកអស់300ឆ្នាំហើយគ្មានវិធីផ្សេងទេការប្រយុទ្ធចុងក្រោយម្ចាស់ល្អាងស្រែកហើយសម្រុកមករកតារារត់សម្ដៅទៅរកដើមឈើខ្មៅខ្សែសង្វាក់ខ្មៅចាប់ជើងគាត់ឈាមហូរពេញជើងតែគាត់នៅតែរត់វិសាលរត់មកជួយកាប់ខ្សែសង្វាក់ម្ដងមួយនីតាយកដុំថ្មបោកទៅលើប្រលឹងដែលព្យាយាមចាប់តារាមីឡាពន្លឺសំឡេងយំពន្លឺពណ៌សចេញពីខ្លួននាងរារាំងម្ចាស់ល្អាងមួយផ្លែតតារាឥឡូវនេះ
បេះដូងនៃបណ្ដាសាតារាឡើងដល់បេះដូងគាត់លើកកំបិតឡើងបេះដូងនោះនិយាយដោយសំឡេងមនុស្សរាប់រយកុំសម្លាប់ពួកយើងចង់រស់តារាបិទភ្នែកខ្ញុំមិនសម្លាប់អ្នកទេខ្ញុំកំពុងដោះលែងអ្នកគាត់ចាក់កំបិតចូលក្នុងបេះដូងឆ្កាក់បេះដូងប្រេះពន្លឺពណ៌សភ្លឺចេញពីស្នាមប្រេះម្ចាស់លាអាងស្រែកយ៉ាងខ្លាំងអត់ទេតារាចាក់ម្ដងទៀតប្រាំងបេះដូងបែកជាបំណែកបណ្ដាសាត្រូវបញ្ចប់រំពេចនោះលាអាងទាំងមូលចាប់ផ្ដើមរលំប្រលឹងរាប់រយដែលជាប់នៅក្នុងម្ចាស់លាអាងចាប់ផ្ដើមហោះចេញមុខដែលពោពេញដោយទុក្ខវេទនាប្រែជាស្នាមញញឹមពួកគេនិយាយដោយសំឡេងស្រាលអរគុណម្ចាស់លាអាងរលាយទៅជាធូលីខ្មៅមាឡាញញឹមទាំងទឹកភ្នែកជាលើកដំបូងក្នុងរយៈ200ឆ្នាំនាងបានឃើញពន្លឺថ្ងៃខ្ញុំមានសេរីភាពហើយរូបនាងក៏រលាយទៅជាពន្លឺពណ៌សបន្ទប់ការលះបង់ប៉ុន្តែដីនៅក្រោមជើងតារាចាប់ផ្ដើមបាក់គាត់ធ្លាក់ចូលក្នុងរូងជ្រៅវិសាលរត់ទៅចាប់ដៃគាត់ទាន់ពេលតារាញញឹមថែរក្សាខ្លួនហើយប្រាប់គ្រប់គ្នាកុំអោយប្រវត្តិសាស្ត្របែបនេះកើតឡើងម្ដងទៀតដីបាក់កាន់តែខ្លាំងតារាលេងដៃវិសាលដោយខ្លួនឯងអរគុណមិត្តគាត់ធ្លាក់ចូលក្នុងភាពងងឹតសំឡេងចុងក្រោយគឺសំឡេងថ្មបាក់រលំមួយខែក្រោយអ្នកភូមិបានឃើញវិសាលនិងនីតាចេញពីភ្នំដោយសុវត្ថិភាពលាអាងខ្មោចបានបាក់រលំទាំងស្រុងគ្មាននរណាអាចចូលបានទៀតឡើយអ្នកភូមិបានសាងសង់ស្ទូបតូចមួយនៅជើងភ្នំលើស្ទូបនោះមានឈ្មោះ3នាក់រិទ្ធសុភ័ក្រតារារៀងរាល់ឆ្នាំអ្នកភូមិតែងយកផ្កាមកដាក់ដើម្បីរំលឹកដល់អ្នកដែលបានលះបង់ជីវិតបញ្ចប់បណ្ដាសាដ៏អាក្រក់នៅយប់មួយវិសាលត្រឡប់មកដាក់ផ្កានៅស្ទូបខ្យល់បក់ត្រជាក់គាត់ដូចជាឮសំឡេងស្រាលមួយអរគុណវិសាលញញឹមគាត់ជឿថានោះគឺជាសំឡេងរបស់តារាគាត់បែរខ្នងដើរចេញទៅកាមេរ៉ាបង្វិលទៅរកស្ទូបយឺតហើយនៅពីក្រោយស្ទូបមានស្រមោលបុរសម្នាក់ឈរញញឹមសម្លឹងទៅលាអាងដែលបានរលំមុនពេលរូបនោះរលាយទៅជាពន្លឺចប់សូមអរគុណដែលបានតាមដានរឿងលាអាងខ្មោច